ទេសភាពស្លឹកឈើពេលល្ងាចអាចមើលពីចម្ងាយបាននិយាយរួមនៅកន្លែងហ្នឹងទេសភាពអែមរោយស្អាតលេចដាក់ចេញណានិយាយរួមតាមដងផ្លូវហ្នឹងទៅសិតតែដើមឈើមែកឈើទៅពណ៌អញ្ចឹងទាំងអស់ជារៀងដរាបដងឃើញតែវាយើងដាក់ចេញមកនេះមិនឃើញសម្បល់ដើមឈើឆ្លោះចាំងនឹងទឹកអីចឹងណាមើលស្អាតដែរណានេះយ៉ាងដែរបងប្អូននៅទីនេះអាចដើរលេងនៅសាសាំងបានសាសាំងនេះនៅមួយចំណតទៀតមកដល់សាសាំងអានេះគេហៅ Poprinecite អ្វីដែលសំខាន់ងាយចំណាំជាងគេនេះណែយ៉ាកន្លែងណាចេះអូនេះទៅនេះនេះ plus ហើយនេះងាយចាំជាងគេ